การล่างในสมเปียในสไตล์ชิมไว้ในหนังดมบอลรุนบาสได้ซาแต่การลุดลอดบอกโกนการนาโกนกดลุดลอดกันแต่ทงในเป็นนั้นคือถอยสบนดอกบอสไตร์ก็มีการริทมโดยเคลียជំរាបសួរសូមស្វាគមន៍មកកាន់គេហទំព័រអេគីបវីដេអូសុខភាពដែលថ្ងៃនេះក៏មិនខុសពីសប្តាហ៍មួយដងដែលតែងតែមានការអញ្ជើញចូលរួមពីវិជ្ជបណ្ឌិតឯកទេសជំនាញហើយថ្ងៃនេះដែរក៏មានការអញ្ជើញចូលរួមពីលោកស្រីវិជ្ជបណ្ឌិតកាំងកឹមយីដែលគាត់មានឯកទេសផ្នែកថ្លើមក្រពះពោះវៀននិងឬដងបាតអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីថ្ងៃនេះបកស្រាយក្រោមប្រធានបទជំងឺឬដងបាតនៅលើស្ត្រីមានផ្ទៃពោះជំរាបសួរលោកស្រីចាជំរាបសួរសុខសប្បាយថ្ងៃនេះចាសុខសប្បាយចាអញ្ចឹងចង់ជំរាបសួរទៅលោកស្រីថាតើអ្វីទៅគឺជាជំងឺឬដងបាតនៅលើស្ត្រីមានផ្ទៃពោះជំងឺឬដងបាតនៅលើស្ត្រីមានផ្ទៃពោះគឺជាការហើមប៉ោងសរសៃឈាមវ៉ែននៅក្នុងតំបន់រុនបាតវាច្រើនតែកើតនៅចុងត្រីមាសទី2និងត្រីមាសទី3ហើយនៅក្នុងចំណោមស្ត្រីមានផ្ទៃពោះ3នាក់គឺមានម្នាក់ហើយដែលប្រឈមជាមួយនឹងជំងឺមួយនេះចាអញ្ចឹងតកតងនឹងមូលហេតុថាតើមូលហេតុអ្វីហើយនឹងតើវាមានរោគសញ្ញាអ្វីខ្លះដែលគាត់គួរសង្ស័យថាគាត់មានជំងឺឬដងបាតសម្រាប់មូលហេតុនៃជំងឺដងបាតនៅលើស្ត្រីមានផ្ទៃពោះគឺតកតងទៅនឹងការទល់លាមករ៉ាំរ៉ៃបំរែបំរួលអរម៉ូនហើយនឹងការកើនឡើងនៃសម្ពាធនៃសរសៃឈាមវ៉ែននៅក្នុងតំបន់រុនបាតដោយសារតែការលូតលាស់របស់កូនកាលណាកូនគាត់លូតលាស់កាន់តែធំនៅពេលហ្នឹងគឺធ្វើឲ្យស្បូនរបស់ស្ត្រីក៏មានការរីកធំដូចគ្នាអញ្ចឹងវាប្រឈមជាមួយនឹងការសង្កត់ទៅលើសរសៃឈាមនៅក្នុងតំបន់រុនបាតចំពោះរោគសញ្ញាគឺអាស្រ័យទៅតាមប្រភេទនៃជំងឺឬដងបាតដោយសារតែជំងឺឬដងបាតវាមានពីរប្រភេទជំងឺឬដងបាតក្រៅនិងជំងឺឬដងបាតនៅខាងក្នុងសម្រាប់ជំងឺឬដងបាតខាងក្រៅអាចមានជារោគសញ្ញាធំពីរទី1គឺជាការហើមប៉ោងហើយនឹងឈឺខ្លាំងនៅក្នុងតំបន់រុនបាតហើយចំណែកឯជំងឺឬដងខាងក្នុងវិញគឺអាចមានអាការៈដូចជាការបត់ជើងធំមានឈាមហើយជាមួយនឹងការលៀននៅដុំសាច់ចេញមកក្រៅក៏ដូចជាការរមាស់ផងដែរចាជាមួយគ្នានេះដែរថាតើការព្យាបាលសម្រាប់ជំងឺឬដងបាតនៅលើស្ត្រីមានផ្ទៃពោះថាតើយើងគួរព្យាបាលតាមវិធីណាដែរលោកស្រីចំណែកឯការព្យាបាលវិញជាទូទៅតកតងទៅនឹងការព្យាបាលជំងឺមួយគឺប្រសិនជាល្អគាត់គួរតែទៅជួបជាមួយនឹងវេជ្ជបណ្ឌិតឯកទេសជំនាញដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវដោយសារតែជំងឺវាមានច្រើនប្រភេទអញ្ចឹងការព្យាបាលគឺយើងអាចជួបជាមួយនឹងគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យសិនចាំទទួលការព្យាបាលតាមក្រោយអញ្ចឹងអ្វីដែលពិសេសក្នុងការព្យាបាលសម្រាប់ជំងឺមួយនេះគឺតកតងទៅនឹងទម្លាប់នៃការហូបចុកនិងទម្លាប់នៃការរស់នៅនឹងគឺសំខាន់ទម្លាប់នៃការហូបចុកគឺយើងត្រូវធ្វើម៉េចព្យាយាមបរិភោគផ្លែឈើឲ្យបានច្រើនដើម្បីជួយឲ្យលាមករបស់យើងទន់កុំឲ្យមានការប្រឹងនៅពេលដែលយើងបត់ជើងធំឬមួយក៏បញ្ជះនៅការទល់លាមកហើយតកតងទៅនឹងថ្នាំមួយចំនួនគឺយើងអាចប្រើថ្នាំទៅតាមប្រភេទនៃជំងឺឬដងបាតរបស់យើងអញ្ចឹងឧទាហរណ៍ថាគាត់មានបញ្ហាឬដងបាតក្រៅឬដងបាតក្នុងគឺយើងធ្វើការព្យាបាលទៅតាមប្រភេទមួយជាពិសេសគឺថ្នាំបន្ទន់លាមកគឺមានសារៈសំខាន់ហើយនឹងតកតងទៅនឹងថ្នាំបំបត្តិការឈឺចាប់ក៏ដូចជាគ្រីមមួយចំនួនដែលបន្ថយនៅការហើមក៏ដូចជាការរលាកផងដែរអញ្ចឹងជាចុងក្រោយថាតើលោកស្រីមានជាសារផ្ដាំផ្ញើអ្វីជូនទៅដល់បងប្អូនរបស់យើងជាចុងក្រោយខ្ញុំសូមផ្ដាំដល់បងប្អូនទាំងអស់គ្នាជាពិសេសគឺស្ត្រីដែលកំពុងតែមានផ្ទៃពោះនៅពេលដែលគាត់មានបញ្ហាតាក់ទងទៅនឹងជំងឺឬដងបាតគឺសូមកុំទាន់មានការផិតភ័យអីសូមអញ្ជើញមកជួបជាមួយនឹងវេជ្ជបណ្ឌិតឯកទេសជំនាញដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវនិងព្យាបាលឲ្យទាន់ពេលវេលាហើយលើសពីនេះទៅទៀតតាក់ទងទៅនឹងទម្លាប់ដោយសារតែជំងឺមួយនេះគឺសំខាន់ទីពិតទៅវាអាចបង្ការបានទេអញ្ចឹងការបង្ការកុំឲ្យកើតទៅជាជំងឺឬដងបាតវាយើងដឹងស្រាប់ហើយការបង្ការគឺវាល្អជាងព្យាបាលនៅពេលដែលយើងអត់ទាន់មានបញ្ហាហើយយើងបង្ការបានមុនជាស្រេចអញ្ចឹងវាប្រសើរជាងយើងឈឺទៅហើយអញ្ចឹងណាបងអញ្ចឹងការបង្ការគឺយើងអាចធ្វើការហៅទម្លាប់នៃការហូបចុកដូចបានជម្រាបជូននៅក្នុងការព្យាបាលខាងលើអញ្ចឹងគឺពិសេសជាងគេត្រូវធ្វើម៉េចឲ្យលាមកយើងទន់កុំឲ្យមានការទល់លាមកអញ្ចឹងបន្លែផ្លែឈើហ្នឹងគឺសំខាន់ហើយនឹងទឹកហើយនឹងមួយទៀតធ្វើម៉េចគេហៅថាបញ្ជាការប្រឹងយូរនៅក្នុងបន្ទប់ទឹកមានន័យថាពេលដែលគាត់ឈឺបត់ជើងខ្លាំងចាំគាត់អញ្ជើញទៅបត់ជើងហាមឈឺតិចតិចទៅសង្ងំប្រឹងដោយសារតែហ្នឹងគឺជាមូលហេតុធំនៃជំងឺឬដងបាតចាអញ្ចឹងសូមគោរពអរគុណដល់លោកស្រីដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកម្មវិធីរបស់យើងខ្ញុំនៅក្នុងថ្ងៃនេះចាអញ្ចឹងពីអេគីវីដេអូថ្ងៃនេះអនុញ្ញាតសូមអរគុណសូមគោរពលា